បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំប្រាប់របៀបនៃការចូលបងប្អូនមួយចំនួនក៏អត់ទាន់ចេះមើលកាក់អញ្ចឹងណាអត់ទាន់មើលកាក់អត់ទាន់ចេះមើលអិឆាំងថាអិឆាំងពិតប្រាកដអត់នៅក្នុងអញ្ចឹងវាមាន website មួយឬក៏មាន app មួយឈ្មោះ CoinGecko ឬក៏ CoinMarketCap ពីច្រើន admin មើលពីរហ្នឹងណាអញ្ចឹងសម្រាប់ខ្ញុំមើលនៅក្នុង CoinMarketCap តើអិឆាំង Bitrate របស់យើងនៅកើតបានមួយថ្ងៃមួយខែប៉ុន្តែខ្ញុំកើតបាន3ខែហើយឆេះរបស់យើងណានឹងឯងក៏តែខ្ញុំស្គាល់វាមុនដំបូងហ្នឹង2ខែមុនហ្នឹងគឺវារាំង100ជាងឥឡូវខ្ញុំចង់ដឹងថាតើវារាំងហ្នឹងវាធ្លាក់ឬចុះបានន័យថាបើវាឡើងដល់150 160បានន័យថាអ្នកត្រេតតិចទៅអញ្ចឹងណាអញ្ចឹងធ្វើឲ្យបន្ទុកវាបានបង់ខ្លាំងដែរអញ្ចឹងណាអញ្ចឹងខ្ញុំចង់ដឹងថាពី100ជាងវាឡើងដល់ប៉ុន្មានហើយអញ្ចឹងខ្ញុំទៅចូល app CoinMarketCap នេះបងប្អូន app ហ្នឹងបងប្អូនគួរ download មួយទៅបងប្អូនមើលទាំងកាក់ទាំងអីឆាំងមើលអីចឹងពីច្រើនវាមានទាំងអស់អញ្ចឹងណាហ្នឹងហើយតែបងប្អូនមួយចំនួនគាត់ចេះអាហ្នឹងដូច Bitcoin អញ្ចឹងរាំងទី1 Ethereum XRP អញ្ចឹងណាយើងទិញកាក់ក៏អញ្ចឹងដែរបងប្អូនត្រូវមើលកាក់ណាដែលរាំងពស់អាហ្នឹងខ្ញុំទិញនេះបងប្អូនចូលមើលអីឆាំងនេះឃើញទេមានតាអញ្ចឹងមើលនេះមានបាយណាន់ខ្វាញ់បេះអញ្ចឹងបងប្អូនមើលទៅព្រោះអានេះកើតយូរហើយរាប់4-10ឆ្នាំហើយពួកបាយណាន់អីអញ្ចឹងណារបស់យើងតែបាន3ខែហ្នឹង Bitcup របស់សៀមកាត់យូរដែរនេះអូឥឡូវបងប្អូនអស់ចាមែនតើនេះឆាំងរបស់យើងឡើងរ៉េង81ហើយវាវលុំ trade បងប្អូននេះមានដល់10នេះវលុំ trade មាន 1.09 billion ណាហ្នឹងហើយអញ្ចឹងណាគឺរ៉េងខ្ពស់ហើយតែកើតហ្នឹងហើយអញ្ចឹងបើសិនបើបងប្អូនអាចដាក់លុយ trade បានណាបងប្អូនហ្នឹងហើយរ៉េងក៏ល្អដែរអញ្ចឹងបងប្អូនដាក់ទៅដូចខ្ញុំក៏ trade future ហើយក្នុងនឹងដែរហ្នឹងតែខ្ញុំ recommend បើសិនបើយើងទិញកាក់ hold long term បងប្អូនកុំព្យាយាមទុកនៅក្នុង exchange មិនថា Binance មិនថា OKX ឬក៏ Bitget ទេដែលកាក់យើងគួរតែបាញ់ចូល wallet គេថា be your own bank be your own bank បើសិនបើយើងអ្នកកាន់ private key លុយនឹងយើងអ្នកគ្រប់គ្រងបើសិនបើយើងអត់កាន់ private key ទេលុយយើងមិនអ្នកគ្រប់គ្រងទេភាគច្រើនដូចបងប្អូនមួយចំនួនជឿជាក់លើ exchange ពេកឃើញ exchange ដូចជា Binance ដូចជា Get.io បងប្អូនកុំទុកចិត្តពីព្រោះអីគេគ្រាន់តែឲ្យ username ហើយនិង password មកឲ្យយើងមើលទេតែលុយគេអ្នកគ្រប់គ្រងទេអញ្ចឹងណាមិនថា exchange Bitrate Binance អីទេបើបងប្អូនទិញបងប្អូនគួរតែទុកនៅក្នុង Sapphire ឬក៏ Trust Wallet ឬ MetaMask wallet ណាដែលឲ្យ private key មកយើងអញ្ចឹងយើងគ្រាន់តែកត់ private key ទុកទៅសុវត្ថិភាពហើយអញ្ចឹងគឺ exchange របស់យើងចាប់ផ្ដើមឡើងទីម្ដងហើយសម្រាប់បងប្អូនណាដែលថ្មីបាទឥឡូវដូចខ្ញុំអញ្ចឹងខ្ញុំចូល trade SIPA ដកលុយសិលដកលុយពីប្រាក់ចំណូល AI ឥឡូវជាប់ hold ដែរឃើញទេយើងអ្នក trade future ដូចយើងការទុកទីដែលយើងចាក់ឆ្នោតដែរបងប្អូនតែយើងគាត់ថាវាឡើងវាមិនឡើងវាចុះវិញហ្នឹងខាតហើយខ្ញុំ trade នៅក្នុង Bitrate X ហ្នឹងហើយអញ្ចឹងបងប្អូនអត់មានជំនាញទេអត់មានពេលទេនេះអស់ចាណាបងប្អូន AI invest ហើយដាក់ទៅដឹងតែបានលុយហ្មងអញ្ចឹងណានេះដាក់ទៅដាក់1000ដាក់អីទៅតាមលទ្ធភាពយើងតាមបងប្អូនមានបងប្អូនចេះទេដាក់1000មួយថ្ងៃ$5មួយថ្ងៃ$5ហ្មងអញ្ចឹងណាហើយដល់360ថ្ងៃហើយការប្រាក់ហ្នឹងគឺយើងដកបានធម្មតាទេអញ្ចឹងណាព្រោះអី exchange ហ្នឹងគេ trade ឲ្យយើងទោះបីតែគេ trade មួយថ្ងៃចំណេញប៉ុន្មានក៏យើងឲ្យយើងប៉ុណ្្នឹងដែរនេះគេប្រាប់តាជួនកាលថ្ងៃនេះគេ trade ខាតអីគេដកលុយមកឲ្យយើងអញ្ចឹងណាហ្នឹងហើយអស់ចាហើយយើងមានប្រាក់ចំណូលពីធីមមានអីទៀតអញ្ចឹងណាបងប្អូនមើលចូលស្រាវជ្រាវមើលថែមទៀតទៅកន្លែងណាមិនយល់អាចឆាតសួរឬក៏ពិសាជាមួយនឹងខ្ញុំបានហ្នឹងឯងហើយបើយើងបំពេញ KYC បងប្អូនមិនបាច់ដាក់លេខទូរស័ព្ទទេដាក់ full coordinator ស្រួលប្រើជាងណាបាទ